Tỏ, bọc unboxing, Santa bọc ngõ khnia. Ok. Wow. Cái miên welcome card tiết. Chẳng nó không card nâng đáy. Cái miên QR code sầm nhập scan mơ pi lệp nó không card pra pra. Miên tablet muối sầm nhập pra pra nơi PI system. Hay còn miên case sầm nhập đặt tablet được như này. Santa bị sát tiết á, cái miên printer mùi tiết sầm nhập print nó cái bạn tranh màu. Hay còn miên adapter sầm nhập connect vì printer mà can tablet được kia. Chẳng trong cái cái miền credential sầm nhập login cho tất cả PI system. Chẳng dương mà tự làm printer nó kia. Ok, chẳng dương miền ở đồng phường này máu dương đọc số. Rồi máy dương vô size ní đọc cho một cái hàng cray này printer. Chẳng chúng tôi size đi với nhưng thử đo cho tất cả printer mà dương từ. Tôi mà tiếp dương miên size USB chẳng chúng tôi size năng đáy dươngត្រូវđo tranhពី printer ចូលទៅកាន់ adapter របស់យើងយើងយកtrongនេះហើយចំពោះកន្លែង port USB នេះដែរយើងត្រូវដោតចូលមកកាន់ adapter របស់យើងនឹងអញ្ចឹងពេលដែលយើងភ្ជាប់រួចរាល់ហើយយើងត្រូវយកខ្សែមួយនេះទៅភ្ជាប់ចូលជាមួយនឹង tablet របស់យើង tablet យើងដោតចូលមក port ដែលយើង port type C នឹងមកអញ្ចឹងយើងអាច notice បានចំពោះនៅកន្លែង adapter វាមាន port ទូចមួយទៀតអញ្ចឹងចំពោះ port ហ្នឹងយើងអាចសាកនៅថ្មទូរស័ព្ទបានក្នុងពេលដែលយើងចង់ប្រើ printer ដំណើរគ្នាជាមួយនឹងការសាកថ្មតោះអញ្ចឹងយើងមកមើលពីរបៀបនៅក្នុងការដាក់ក្រាស់ចូលទៅកាន់ printer អញ្ចឹងចំពោះក្រាស់យើងពលាវាបែបនេះមកនៅខាងក្រោមនេះអញ្ចឹងនឹងឃើញមានប៊ូតុងនៅខាងឆ្វេងចឹងយើងបើកក្រប printer មកបន្ទាប់មកទៀតកណ្ដាលយើងដាក់វាមកខាងក្រោមអញ្ចឹងហើយយើងដាក់ចូលទៅកាន់ printer ហើយយើងពលាវាមកខាងក្រៅបន្តិចគេរួចរាល់បន្ទាប់មកយើងចុចបើកប៊ូតុង printer នៅខាងក្រោមចាអញ្ចឹងយើងចូលទៅ login នៅក្នុង app PI system របស់យើងទាំងអស់គ្នាអញ្ចឹងយើងចុចចូលទៅកាន់ app Uding នឹងមកបន្ទាប់មកទៀតយើងវាយបញ្ចូល email ជាមួយនឹង password ដែលមានផ្ញើជូនទៅជាមួយដូចគ្នានឹងអញ្ចឹងយើងវាយបញ្ចូលនៅ pin code នឹងមកហើយយើងចុច OK ដើម្បីរងចាំឲ្យអាច login ចូលទៅកាន់ PI system របស់យើងបានអូខេអញ្ចឹងពេលមកដល់កន្លែងនេះយើងមាន dine in ជាមួយនឹង retail អញ្ចឹងតើតង់ជាមួយ dine in ដែរបានន័យថាយើងបើកតុដើម្បីធ្វើការ order អញ្ចឹងទៅតែចំពោះ retail បានន័យថាជារបៀបនៅក្នុងការ order ហើយយើងគិតលុយភ្លាមៗចាអញ្ចឹងបន្ទាប់ពីយើង login ចូលមកកាន់ PI system ហើយយើងមកដល់ screen សម្រាប់លក់តែម្ដងចាអញ្ចឹងមុនពេលដែលយើងអាចលក់បានយើងត្រូវទៅបង្កើតនៅ menu ជាមុនសិនតើតង់ជាមួយនឹងការបង្កើត menu ដែរបងអាចចុចចូលទៅកាន់ tray 3បន្ទាប់មកទៀតបងចូលមកកាន់ product ចាអញ្ចឹងនៅកន្លែង product នេះដែរបងនឹងឃើញមាន product មាន category ក៏ដូចជា product option ចាអញ្ចឹងយើងអាចចូលទៅបង្កើត category ជាមុនសិនទៅអូខេអញ្ចឹងតកតងជាមួយនឹង category បានន័យថាជាប្រភេទនៃ menu របស់យើងឧទាហរណ៍ថាហាងបបងលក់ទៅលើកៅអៅអញ្ចឹងយើងអាចបង្កើតប្រភេទនៃ menu នីមួយៗដូចជាប្រភេទអាវផ្សេងប្រភេទខោផ្សេងអាវដែលខ្លីផ្សេងអាវដែលវែងផ្សេងអីបែបហ្នឹងអញ្ចឹងទៅចាអញ្ចឹងឥឡូវហ្នឹងតកតងជាមួយនឹងការបង្កើតនៅ category ហ្នឹងបងអាចចុចទៅលើប៊ូតុង create category នៅខាងស្ដាំដៃនេះបានចាបន្ទាប់មកបងនឹងឃើញមានរូបកាមេរ៉ាមួយតាក់ទងជាមួយនឹងកន្លែងហ្នឹងដែរយើងអាចដាក់នៅរូបភាពរបស់ប្រភេទរបស់យើងបានដែលបងចុចលើប៊ូតុងកាមេរ៉ាហ្នឹងមកហើយ choose នៅ photo ចាតាក់ទងជាមួយកន្លែងនេះយើងត្រូវតែ save នៅរូបភាពចូលទៅកាន់ tablet របស់យើងជាមុនសិនអូខេចាបន្ទាប់មកនៅត្រង់កន្លែងនេះយើងអាចដាក់ឈ្មោះនៃ category របស់យើងបានឧទាហរណ៍ថាខ្ញុំដាក់ថាប្រភេទអាវចាអញ្ចឹងបន្ទាប់ពីយើងដាក់ឈ្មោះឲ្យរួចរាល់ហើយយើងចុច create មកអញ្ចឹងយើងទទួលបាន category មួយដូចជាការស្រេចបន្ទាប់ពីយើងបង្កើតនៅ category ហើយយើងអាចត្រឡប់ទៅបង្កើតនៅ product បានហើយអញ្ចឹងបងអាចចុចទៅលើ tray 3វិញបន្ទាប់មកទៀតចូលមកកាន់ product
ចាអញ្ចឹងតើតោងជាមួយនឹងកន្លែងនេះដែរជាបើយើងធ្លាប់បង្កើត product ពីមុនហើយវានឹងមានបង្ហាញពីមនុស្សដែលយើងធ្លាប់បង្កើតនៅក្នុងកន្លែងហ្នឹងហើយយើងអាច update យើងអាចបង្កើតថ្មីបានជាបន្តបន្ទាប់ទៀតអញ្ចឹងតើតោងជាមួយនឹងការបង្កើតបងអាចចូលទៅប៊ូតុង create product ហើយយក create product ទៀតអូខេអញ្ចឹងនៅកន្លែងនេះវាមាននៅរូបកាមេរ៉ាសម្រាប់ដាក់នៅរូបភាពនៃមនុស្សរបស់យើងដូចគ្នាដែរអញ្ចឹងយើងចុចទៅលើរូបកាមេរ៉ាហ្នឹងមកហើយយើងចុចទៅលើរូបភាពណាមួយឧទាហរណ៍ថាខ្ញុំចង់ដាក់រូបភាពនេះអញ្ចឹងតើតោះជាមួយកៅរបស់ខ្ញុំចង់ដាក់ជាប្រភេទអាវពណ៌ខៀវអញ្ចឹងទៅអាវខៀវអូខេខ្ញុំដាក់ឈ្មោះវាថាអាវខៀវបន្ទាប់មកទៀតបងអស់មកខាងក្រោមបងនឹងឃើញមានcolumn ដែលយើងបញ្ចូលនៅតម្លៃអាវរបស់យើងអញ្ចឹងឧទាហរណ៍ថាអាវនេះខ្ញុំចង់លក់ចេញចំនួន$5ខ្ញុំអាចដាក់$5នៅកន្លែងនេះហើយបន្ទាប់មកយើងត្រូវ add នៅ category ចូលអញ្ចឹងខ្ញុំ add ចូលប្រភេទអាវចាអញ្ចឹងតើតងជាមួយនឹងការបង្កើតម៉នួយកន្លែងដែលសំខាន់គឺយើងត្រូវតែ add នៅម៉នួយនឹងចូលទៅកាន់ប្រភេទណាមួយព្រោះបើយើងអត់ add ទេអញ្ចឹងនៅ screen សម្រាប់លក់វាអត់មានបង្ហាញនៅម៉នួយនឹងទេចាបន្តមកទៀតមកចុច create មកអូខេអញ្ចឹងឬក៏ជាការស្រាវជ្រាវអូខេតោះអញ្ចឹងឥឡូវហ្នឹងយើងមកមើលពីរបៀបនៅក្នុងការបញ្ជាការលក់ម្ដងចាអញ្ចឹងបន្ទាប់ពីយើងបង្កើតនៅម៉នួយឬក៏ជាស្រេចហើយយើងអាចចុច back ហើយចុចទៅលើពាក្យ sell នេះដើម្បីចូលទៅកាន់ sell screen វិញដើម្បីធ្វើការកម្មង់ជឿនទៅអញ្ចឹងតើតោះជាមួយនឹងការកម្មង់បងអាចចុចទៅតាម category នីមួយៗហ្នឹងបងនឹងឃើញពី item ដែលនៅក្នុង category ហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាយើងចង់ order ទៅលើម៉នួយណាមួយយើងគ្រាន់តែចុចទៅលើរូបម៉នួយហ្នឹងផ្ទាល់អញ្ចឹងទៅបន្តមកទៀតបើក្នុងករណីដែលយើងខាងយើងមានជាជំរើសជា option ដូចជាប្រភេទ size S size L size M នេះអាហ្នឹងយើង select ទៅលើវាដើម្បីជ្រើសរើសប្រភេទហ្នឹងមកចាប៉ុន្តែនៅក្នុងករណីដែលម៉នួយខាងបងអត់មានជា option ទេអញ្ចឹងយើងអត់ចាំបាច់តម្រូវឲ្យជ្រើសរើសនៅកន្លែង option ហ្នឹងទេគ្រាន់តែយើងចុច order វានឹង auto direct តែម្ដងចាអូខេអញ្ចឹងមួយវិញទៀតនៅក្នុងករណីដែលបងចង់បន្ថែមចំនួនទៅលើម៉នួយហ្នឹងបងគ្រាន់ចុចទៅលើម៉នួយហ្នឹងផ្ទាល់មកបន្តមកទៀតបងអាចចុចបូកបន្ថែមឬក៏ដកទៅតាមត្រង់កន្លែង unit នេះបានចាដូចគ្នាផងដែរយើងក៏មានជា comment សម្រាប់ note ទៅលើitem នឹងដូចគ្នាផងដែរអូខេចាអញ្ចឹងបន្ទាប់ពីយើងបាន order ហើយក្នុងករណីដែលខាងបងចង់ធ្វើជា discount ភ្លាមៗទៅលើម៉នួយហ្នឹងបងអាចធ្វើបានដូចគ្នាដែលបងចុចទៅលើប៊ូតុង discount នៅខាងក្រោមហ្នឹងមកបន្ទាប់មកទៀតខាងយើងមាន discount ជាប្រភេទភាគរយជាមួយនឹងចំនួនទឹកប្រាក់ចាអញ្ចឹងឧទាហរណ៍ថាយើងចង់ discount ទៅលើម៉នួយណាមួយយើងអាចចុច select ទៅលើម៉នួយនឹងមកឬក៏ចង់ discount ទាំងអស់យើង select ទាំងអស់ចឹងទៅហើយយើងបញ្ចូលនៅចំនួន discount អញ្ចឹងឥឡូវហ្នឹងខ្ញុំចង់ discount ទៅលើម៉នួយទាំងពីរហ្នឹងចំនួន 20% ហើយយើងចុច apply អញ្ចឹងដោយសារកន្លែងនេះitem មួយហ្នឹងខ្ញុំបាន order ចំនួន3ចាអញ្ចឹងវាសួរយើងថាយើងចង់ discount ទាំង3ហ្នឹងឬក៏ discount ទៅចំនួនប៉ុន្មានទេអញ្ចឹងឥឡូវហ្នឹងខ្ញុំចង់ discount វាតែចំនួន2ទេហើយខ្ញុំចុច submit អូខេបន្ទាប់មកយើងចុច done អញ្ចឹងអាចឃើញជាក់ស្ដែងបាននៅត្រង់កន្លែង order ហ្នឹងយើងមានម៉នួយដែល discount ចំនួន2ហើយមួយទៀតអត់មាន discount ទេហើយចំពោះម៉នួយមួយទៀតត្រូវបាន discount ដូចគ្នាចឹងទៅចាអញ្ចឹងដូចគ្នាយើងមានប៊ូតុង clear សម្រាប់ clear នៅ order ទាំងអស់ហើយបើក្នុងករណីដែលបងចង់ delete ទៅលើ order ណាមួយបងគ្រាន់តែ off នៅ order ហ្នឹងមកខាងឆ្វេងដៃមកបន្ទាប់មកទៀតគឺទៅលើរូបកន្ត្រកនេះបានចាបន្តមកទៀតបងអាចចុចទៅលើប៊ូតុង pay ដើម្បី process នៅការបង់ប្រាក់អូខេអញ្ចឹងនៅត្រង់កន្លែង amount នេះវានឹងបង្ហាញនៅចំនួន total នៃ receipt មួយនឹងឲ្យថាអស់ចំនួនប៉ុន្មានអញ្ចឹងជាក់ស្ដែងឥឡូវនេះអស់$52ឧទាហរណ៍ថាភ្ញៀវគាត់ឲ្យមកជាចំនួនលុយក្រៅ$55អញ្ចឹងបងអាចឲ្យបញ្ចូល$55អញ្ចឹងទៅចឹងបងនឹងឃើញនៅខាងក្រោមវាមានពាក្យបង្ហាញពាក្យថា change ចំនួន$3អញ្ចឹងទៅដែលយើងត្រូវអាប់ឲ្យភ្ញៀវអូខេអញ្ចឹងបន្ទាប់ពីយើងវាយនៅ amount
change ហើយចឹងយើងអាច select យក payment method ណាមួយទៅតាមខាងបងជាក់ស្ដែងឧទាហរណ៍ថាខាងបង pay តាមរយៈ cash បងយក cash ចឹងទៅភ្ញៀវឲ្យតាមរយៈ ABA បង select យក ABA ចឹងទៅដើម្បីយើងងាយស្រួល note ទៅលើ order មួយហ្នឹងហើយយើងទទួលបានទឹកប្រាក់តាមរយៈអីគេឥឡូវយើងសូមយក cash ហើយនៅក្នុងកន្លែងនេះដែរដោយសារតែភ្ញៀវគាត់ឲ្យលុយមកលើអញ្ចឹងយើងត្រូវអាប់ឲ្យភ្ញៀវអញ្ចឹង system វាសួរយើងថាយើងអាប់លុយដែលយើងអាប់ឲ្យភ្ញៀវហ្នឹងតាមរយៈអីគេអញ្ចឹងជាទូទៅតាមរយៈ cash ហ្នឹងហើយយើងចុច select ទៅលើ cash ហ្នឹងទៅហើយយើងចុច OK ទៅអញ្ចឹងគឺរាល់ជាការស្រាច់ហើយចាអញ្ចឹងចំពោះការ print វិញអូខេតើតោះជាមួយនឹងការ print វិញយើងមានពីរទៅតាមការ set up របស់ជាក់ស្ដែងចឹងបើខាងបងមាន print ជា item មកចេញក្រៅដែរនឹងវាមានជា item មកចេញក្រៅហើយជាមួយនឹង invoice មួយជាក់ស្ដែងមកជាមួយគ្នាទៀតអញ្ចឹងវា auto print តែម្ដងពេលដែលយើង process payment អញ្ចឹងបន្ទាប់ពីយើងមើលពីរបៀបនៅក្នុងការលក់ហើយយើងចូលទៅដល់របៀបនៅក្នុងការមើលទិន្នន័យលក់ប្រចាំថ្ងៃម្ដងxongជាមួយនឹងការមើលរបាយការណ៍លក់បងអាចចុចទៅលើ track 3ហ្នឹងមកបន្ទាប់មកទៀតបងចូលមកកាន់ journal ចាអញ្ចឹងនៅត្រង់កន្លែងនេះវានឹងបង្ហាញពីទិន្នន័យលក់ប្រចាំថ្ងៃរបស់យើងហើយឬក៏បងអាចចុច select ទៅលើពាក្យនេះចាពី today ហ្នឹងទៅដោយបងអាចជ្រើសរើសថ្ងៃណាមួយដែលបងចង់មើលបានដូចគ្នាឬក៏បងចង់ custom មើលនៅថ្ងៃណាដល់ថ្ងៃណាក៏បានដូចគ្នាផងដែរចាប៉ុន្តែចង់បញ្ជាក់បងដែរតើតើជាមួយនឹងកន្លែងហ្នឹងទិន្នន័យយើងទុកបានតែចំនួន15ថ្ងៃទេអញ្ចឹងក្រោយ15ថ្ងៃទិន្នន័យទាំងអស់នឹង clear ចេញពី tablet ហើយប៉ុន្តែបងក៏មានជាការព្រួយបារម្ភដោយសារតើតើជាមួយនឹងទិន្នន័យយើងត្រូវបានរុញចូលទៅកាន់ server ដើម្បីរក្សាទុកហើយអញ្ចឹងអត់មានការបាត់បង់ទិន្នន័យរបស់បងទេអូខេអញ្ចឹងយើងមានកន្លែង section receipt ដែលបងអាចមើលដឹងពី detail នៃ receipt ដែលបងលក់បានហ្នឹងថាលក់បានមនុយណាខ្លះអីចឹងទៅចាអញ្ចឹងបងគ្រាន់តែចុចទៅលើរូបពណ៌ក្រហមនេះមកប៊ូតុងក្រហមនេះមកអញ្ចឹងបងនឹងឃើញថា receipt ហ្នឹងលក់បានមនុយខ្លះហើយចំនួនប៉ុន្មានហើយទទួលបានទឹកប្រាក់ចំនួនប៉ុន្មានដូចគ្នាអូខេហើយមួយវិញទៀតយើងមាន payment ដែលបងអាចដឹងថាបងទទួលបានទឹកប្រាក់តាមរយៈ FA ចំនួនប៉ុន្មានតាមរយៈ cash ចំនួនប៉ុន្មានអញ្ចឹងទៅតាមអីដែលបង select ជាក់ស្ដែងនៅពេលដែលបង make order ហ្នឹងចាហើយយើងក៏មាន product នៅគ្នាដែលបងអាចដឹងថាថ្ងៃហ្នឹងបងលក់បាន product អីខ្លះហើយមានចំនួនប្រមាណទទួលបានទឹកប្រាក់ចំនួនប៉ុន្មានដូចគ្នាដែរហើយយើងក៏ដឹងពី status នៃការ print របស់បងដូចគ្នាដែរបងអាចដឹងថា receipt ហ្នឹងបាន print ចេញអត់ឬក៏អត់ print ចេញអញ្ចឹងទៅបន្តមកទៀតយើងចូលទៅដល់ប៊ូតុងនៅខាងក្រោមចំពោះប៊ូតុងនៅខាងក្រោមនេះយើងមានប៊ូតុង Ticket X ជាមួយនឹង Ticket Z ចាអញ្ចឹងតើតង់ជាមួយនឹងប៊ូតុងនឹងដែរគឺជាប៊ូតុងសម្រាប់មើលនៅ report ជាអាចនិយាយបានថាជាទម្រង់សរុបនៅក្នុងកញ្ចប់តែមួយហ្មងចាអញ្ចឹងចំពោះពីហ្នឹងទិន្នន័យវាដូចគ្នាទេទម្រង់អីដូចគ្នាគ្រាន់តែថាវាមានលក្ខណៈខុសគ្នាបន្តិចគ្រាន់តែថា Ticket X នេះយើងមើលកំឡុងពេលដែលយើង open ship ហ្នឹងបានន័យថាកំឡុងពេលយើងលក់ហ្នឹងតែតើតង់ជាមួយនឹង Ticket Z វិញយើងមើលនៅកំឡុងពេលដែលយើងបានបិទវេនហើយយើងបានបិទវេនហើយយើងចង់មើលទិន្នន័យសរុបប្រចាំថ្ងៃរបស់យើងនឹងមកចាអញ្ចឹងឥឡូវខ្ញុំបង្ហាញបងពី Ticket X បងអាចចុចទៅលើប៊ូតុងនឹងមកបន្ទាប់មកទៀតបងអាចចុចទៅលើ option នេះហើយបង select បានទៅលើ option start of the day ឬក៏ start of the shift ហ្នឹងទៅខ្ញុំសូមយក start of the day ហើយយើងមានជា general ជាមួយនឹង detail អញ្ចឹងតើតង់ជាមួយនឹងចំណុចពីរហ្នឹងgeneral វានឹងបង្ហាញតែពីចំនួន invoice ដែលលក់បានចំនួន product ដែលលក់បានហើយចំនួនទឹកប្រាក់អីទេប៉ុន្តែបើ detail បងនឹងអាចដឹងថាថ្ងៃហ្នឹងបងលក់បានមនុយអីខ្លះហើយមានចំនួនប៉ុន្មានដូចគ្នាចាអញ្ចឹងឥឡូវសូមបង្ហាញជា detail ហើយបងអាចចុច preview ឬក៏ print តាមនោះចឹងទៅចាអញ្ចឹងពេលដែលចូលមកដល់ Ticket X នេះខ្ញុំអាចឃើញថាចំនួន invoice លក់បានប៉ុន្មាន amount ទឹកប្រាក់ទទួលបានប៉ុន្មានទៅតាមជាក់ស្ដែងនៅត្រង់កន្លែងនេះហើយយើងក៏មានជាឈ្មោះមនុស្សដែលលក់បានចាហើយយើងក៏មានជា payment split ដូចគ្នាដែរចាអញ្ចឹងតើតង់ជាមួយនឹង Ticket X យើងមានប៉ុណ្ណឹងបន្ទាប់មកទៀតបងនឹងបង្ហាញបងពីរបៀបនៅក្នុងការបិទវេនប្រចាំថ្ងៃអញ្ចឹងបានន័យថាពេលដែលបងលក់ពីព្រឹកល្ងាចឡើងបងដល់ម៉ោងបិទវេនហ្នឹងបងអាចចុចទៅលើប៊ូតុង close shift នៅក្នុង channel នេះផ្ទាល់បានដូចគ្នាដែលបងចុច close shift មក
បន្ទាប់មកទៀតនៅកន្លែងនេះsystem វាទាមទារឲ្យយើងបានបញ្ចូលនៅ actual card បានន័យថាលុយដែលយើងរាប់ឃើញនៅក្រៅជាក់ស្ដែងនឹងឥឡូវហ្នឹងមានចំនួនប៉ុន្មានចាអញ្ចឹងសូមបញ្ជាក់អានឹងយើងដាក់បញ្ចូលតែលុយក្រៅដែលបងរាប់ឃើញជាក់ស្ដែងទេឧទាហរណ៍ថាខ្ញុំរាប់ឃើញជាក់ស្ដែងលុយក្រៅហ្នឹងចំនួន$50ចឹងចុច50ហើយដាក់ save ចាអញ្ចឹងវានឹងមានជា shift summary ដែលអាចឲ្យយើងដឹងថាអូខេឥឡូវហ្នឹងយើងមានstarting cash ចំនួនប៉ុណ្ណេះហើយ cash in cash out ចំនួនប៉ុណ្ណេះចឹងទៅហើយយើងមាន card payment នេះបានន័យថាទឹកប្រាក់ដែលយើងលក់បាននៅក្នុង system ហ្នឹងចំនួនប៉ុណ្ណេះដល់ពេលវាសរុបចូលគ្នាគួរតែទទួលបានទឹកប្រាក់ប៉ុណ្នេះចា expected cash ហ្នឹង$42ប៉ុន្តែស្រាប់តែខាងបងវាយបញ្ចូល actual cash $50អញ្ចឹង difference ហ្នឹងវាឃើញពីភាពខុសគ្នាហ្នឹងហើយអូខេអញ្ចឹងបងអាចទៅ recount វាវិញបាន42ត្រឹមត្រូវវិញចឹងទៅអូខេអញ្ចឹងវាចេញ difference សូបានន័យថាតំណែងយើងត្រឹមត្រូវហើយជាងយើងចុច close shift មកជាងរួចរាល់ជាការស្រេចទេអូខេមកអញ្ចឹងបន្ទាប់ពីយើងបាន close shift ហើយរួចរាល់យើងអាចទៅមើលនៅ report ticket set បានហើយចាអញ្ចឹងតកតងជាមួយនឹងកន្លែងហ្នឹងដែរបងគ្រាន់ចុចទៅលើប៊ូតុង ticket set មកបន្ទាប់មកទៀតបងជ្រើសរើសថ្ងៃដែលបងចង់មើលចឹងទៅឧទាហរណ៍ថ្ងៃនោះផ្ទាល់ហើយបងជ្រើសរើសយកវេណាមួយដែលបងចង់មើលចឹងទៅហើយបងអាច select ជា general ឬក៏ detail ដូចជាមួយនឹង ticket X របស់យើងដែរហើយអាចចុច preview ដើម្បីមើលបានចាអញ្ចឹងដោយបងបញ្ជាក់មុននឹងអញ្ចឹងតកតងជាមួយនឹងទិន្នន័យវាតម្រង់ដូចគ្នាជាមួយនឹង ticket X ដែរទេចាអូខេចាអញ្ចឹងដូចគ្នាផងដែរបងក៏ឃើញមានប៊ូតុង export report Excel តកតងជាមួយនឹងប៊ូតុងហ្នឹងដែរយើងអាចទាញយកនៅទិន្នន័យលក់របស់យើងបានដូចគ្នាដោយអត់មានអីខុសពី ticket X ជាមួយនឹង ticket set ទេតម្រង់វាតែមួយគ្រាន់តែថាតកតងជាមួយនឹងប៊ូតុង export report ហ្នឹងយើងអាចទាញយកទិន្នន័យនៅថ្ងៃណាក៏បានដែរចាមិនថាមួយខែមុនឬក៏កំឡុងពេលណាមួយក៏បានដូចគ្នាតែតកតងជាមួយនឹងប៊ូតុង ticket X ticket set វិញយើងមើលបានតែកំឡុង15ថ្ងៃទេអូខេដូចគ្នាផងដែរយើងក៏មាននៅប៊ូតុង cash in cash out សម្រាប់យើងដកដាក់លុយទៅយើងចង់វាយបញ្ចូលឲ្យ system កណនីអញ្ចឹងបងអាច select ទៅលើកន្លែងហ្នឹងដើម្បី cash in ឬក៏ cash out បានដូចគ្នាដែរចាអញ្ចឹងតកតងជាមួយនឹងការមើលទិន្នន័យបងមានតែប៉ុណ្្នឹងទេដូច្នេះតកតងជាមួយនឹងការបង្ហាញពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម Yingling បានមកដល់ទីបញ្ចប់ហើយសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលនៅក្នុងការរៀនសូត្រក៏ដូចជាទស្សនាពីដើមដល់ចប់ដូច្នេះនៅក្នុងករណីដែលបងប្អូនមានចម្ងល់អ្វីបន្ថែមតកតងជាមួយនឹងការប្រើប្រាស់អាចតកតងនៅក្នុងក្រុម Telegram បានយើងមានក្រុមការងារចាំផ្សាយចម្លើយបងប្អូនជារៀងរាល់ថ្ងៃពីម៉ោង 9 ព្រឹកដល់ម៉ោង 10 យប់សូមអរគុណនិងជម្រាបលា